ជំរាបសួរពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំលើកយកបញ្ហាមួយបាទដែលបងត្រូវតែដោះស្រាយជាមួយនឹងដំណាំចន្ទីរបស់យើងណាបាទឥឡូវយើងមើលជាក់ស្ដែងអ្នកគ្នាបាទហើយចន្ទីនេះចាប់ផ្ដើមលោតផ្កាមកហើយអញ្ចឹងណានេះលោតមកហើយបាទយើងមើលជាក់ស្ដែងនេះបាទគឺលោតមកហើយអញ្ចឹងណាបាទវាមិនច្រើនទេក្នុងចកាប៉ុន្តែគាត់ថាអាចចន្លោះ 10% ឬ 20% អាហ្នឹងទៅតាមចកាចន្ទីរបស់យើងណាបាទអញ្ចឹងទៅបាទប៉ុន្តែអ្វីដែលយើងត្រូវពិនិត្យឲ្យច្បាស់នេះឥឡូវយើងចូលទៅមើលឲ្យគីអញ្ចឹងណានេះឃើញទេបាទគឺជាបញ្ហាបាទបញ្ហាទី1បាទគឺពពុះបាទតកៅបាទតកៅបាទកកែបាទកកែទៅលើបាទកញ្ចំផ្ការបស់យើងនេះដាច់មួយជាហៀងកន្លែងខ្លះអញ្ចឹងណាបាទហើយនឹងតកៅស៊ីស្លឹកនេះឃើញទេបាទតកៅស៊ីស្លឹកអញ្ចឹងទៅបាទនេះអាហ្នឹងគឺជាបញ្ហាហើយមួយទៀតបាទគឺពពុះមូសតែនៅពេលដែលត្រួយចេញមកថ្មីបាទមូសតែធ្វើការចុចបាទធ្វើឲ្យខូចត្រួយអញ្ចឹងណាបាទអញ្ចឹងបញ្ហាទាំងអស់នេះបាទអញ្ចឹងបងត្រូវតែពិនិត្យចការយកបានច្បាស់ហើយដោះស្រាយបានលឿនខ្ញុំបញ្ជាក់កន្លែងនេះណាដោះស្រាយបានលឿនបាទដើម្បីថែនេះបាទកញ្ចំផ្កាដែលមកដបងនេះបាទឲ្យរិចលឿនអញ្ចឹងណាបាទឲ្យបានផលបាទនេះមើលនេះឃើញសត្វល្អិតនេះចូលស៊ីនេះតកៅឃើញចូលស៊ីហើយស៊ីស្លឹកបាទកកែបាទធ្វើឲ្យខូចបាទកញ្ចំផ្ការបស់យើងអញ្ចឹងណាបាទមិនមែនថាចាញ់ទេចាញ់បាទអញ្ចឹងណាបាទប៉ុន្តែបញ្ហាពពុះសត្វល្អិតបំផ្លាញវិញនេះបាទហ្នឹងគឺជាបញ្ហាធ្ងន់ធ្ងរមែនតើបាទយើងឃើញប៉ុណ្ណាណាបាទអញ្ចឹងមានន័យថាកន្លែងផ្សេងទៀតក៏គ្រោះថ្នាក់ដែរអាចច្រើនជាងនឹងទៀតអញ្ចឹងណាបាទអញ្ចឹងការពិនិត្យគឺជារឿងមួយដែលសំខាន់បាទសម្រាប់បងដែលធ្វើបាទចំការចន្ទីបាទកន្លែងដើរមើលទៅអញ្ចឹងណាបាទនេះបាទមិនមែនបញ្ហាផ្សិតអីអាហ្នឹងគឺពពុះសត្វល្អិតខ្ញុំបញ្ជាក់ណាមិនមែនផ្សិតមិនមែនជំងឺអីទេបាទគឺសត្វល្អិតបាទនេះឃើញទេបាទអាហ្នឹងគឺជាបញ្ហាខ្លាំងមែនតើបាទសម្រាប់បងដែលត្រូវដោះស្រាយណាបាទ